ជំនួយការតាមដានកម្រិតជាតិស្ករនៅក្នុងទឹកនោមសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះមានmodel ថ្មីមក Huawei Watch Fit 5 Pro 2026ដែលទើបតែបានថ្មីនេះហើយក៏ជាជំនួយការតាមដានសុខភាពប្រចាំថ្ងៃរបស់ខ្ញុំផងដែរដូចសម្រាប់ការហាត់ប្រាណឬក៏សម្រាប់តាមដានសុខភាពប្រចាំថ្ងៃនៅក្នុង package ដែលទទួលបានមានកាសមួយឥឡូវចាប់ផ្ដើម unboxing កាសមុនរបស់សំខាន់យើងចាំ surprise តាមក្រោយហើយក្នុងប្រអប់ដែល package ជាមួយគ្នានេះវាឃើញថាកាសវាមើលទៅក្នុងការវេចខ្ចប់វាមើលទៅរៀងអាចថាតម្លៃរៀងគួរសមដែរព្រោះការវេចខ្ចប់អីក៏វាបានល្អគួរសមមិនជាល្អណាស់ណាទេតែថាអាចថាគួរសមដែលយើងអាចទទួលបានក្នុងកម្រិតថវិកាមួយអញ្ចឹងដូចឃើញស្រាប់យើងបើកប្រអប់ថ្មីមកយើងទទួលបានកាសមួយដែលមានវេចខ្ចប់ packaging ហើយនៅក្នុងនោះមានជាថង់ plastic មួយសម្រាប់រុំផងដែរឃើញថាការវេចខ្ចប់វាបានព្រឹតព្រៀងដែរចំណែកយើងទៅមើលជាក់ស្ដែងនៅគុណភាពតាមក្រោយថាវាយ៉ាងម៉េចមានតែយើងចាំមើលតទៀតហើយសម្រាប់កាសឃើញថាវារៀងស្រាលដាក់ទៅក្នុងត្រចៀកទៅឃើញថាអត់សូវធ្ងន់ប្រហែលទេវាមានអារម្មណ៍ថាដូចជាវាស្រាលខ្លាំងឥឡូវយើងទុកវាមួយដុំសិនយើងមកមើលថាមួយទៀតយើងទទួលបានខ្សែថែមនៅក្នុង package នេះដែរយើងទទួលបានខ្សែមួយទៀតសម្រាប់ការផ្លាស់ប្ដូរឬក៏តាមចំណង់ចំណូលចិត្តតាមប្រចាំថ្ងៃហ្នឹងទៅឬក៏ខុសពីហ្នឹងទៀតយើងក៏អាចរកខ្សែថ្មីផ្លាស់ប្ដូរប្រចាំថ្ងៃអីហ្នឹងទៅបើសិនជាចង់ផ្លាស់ប្ដូរចំណង់ចំណូលចិត្តកុំឲ្យឃើញថាវាមើលទៅដដែលឥឡូវយើងចូលមកដល់តួឯកហើយយើងចាប់ផ្ដើម unboxing ហើយកេះបដាមួយស្រួលអត់បង្ខំតាមលក្ខណៈរំភើបផងឬក៏គេហៅថាមិនបង្ខំតាមបែបដំណើរមួយព្រោះយើងបានរបស់ថ្មីមកយើងឲ្យសមអីហ្នឹងរបស់ថ្មីគេហៅថាកំពុងពេញស្រឡាញ់អញ្ចឹងចាប់ដើមទាញថ្នមមួយបើមកឆ្វាច់ឃើញតួឯកដោយសារកន្លងមកខ្ញុំក៏ធ្លាប់ប្រើនាឡិកាមុខងារសម្រាប់ជំនួយការហាត់ប្រាណឬក៏មុខងារសុខភាពនឹងច្រើនកន្លងមកដែរអញ្ចឹងយើងមកមើលជាក់ស្ដែងរបស់ថ្មីនេះដែលគេកំពុងតែល្បី on trend រឿងតាមដានកម្រិតជាតិស្ករនៅក្នុងទឹកនោមដែលគេហៅថាតាមដានមុខងារទឹកនោមផ្អែមប្រចាំថ្ងៃហ្នឹងអញ្ចឹងចាំមើលវាយ៉ាងម៉េចមានតាមមើលតទៅមុខទៀតឃើញថាយើងដកចេញពីក្នុងប្រអប់មកខ្សែស៊ីលីកូននោះវារៀងទន់វាគេថាពាក់ប្រចាំថ្ងៃទៅវាអត់ស៊ីដៃឬក៏មួយទៀតគេបកកទួលរមាស់អីព្រោះជាធម្មតាធ្លាប់ពាក់មុនវាយូរទៅតាមខាងក្រោមខ្សែនាឡិកាហ្នឹងវាធ្វើឲ្យយើងមានកទួលក្រហមរបៀបដូចគេហៅថាអាឡាស៊ីនៅខាងក្រោមស្បែកខ្សែនាឡិកាហ្នឹងព្រោះស៊ីលីកូនហ្នឹងវាក្តៅវាអត់មានរុនចេញច្រើនណាអញ្ចឹងឃើញតែពេលស្ទាបមើលទៅវាឃើញថាវារឹងទន់ហើយវាអាចថា smooth មួយយ៉ាងដែរវាពិបាកនិយាយចាំមើលយើងពាក់មួយរយៈមើលថាវាមកយ៉ាងម៉េចអញ្ចឹងឃើញថាយើងចាប់ផ្ដើមរបកថងមើល
តែនៅលើអាថងហ្នឹងខ្ញុំឃើញថានៅក្នុងការផ្សព្វផ្សាយបើតែជម្រៅមុជទឹកបានជម្រៅ50ម៉ែត្រតែនៅលើថងទៅជាការពារនៅពេលដែលយើងងូតទឹកការឈូសវិញណាអញ្ចឹងវាអត់ដឹងថាយ៉ាងម៉េចហើយវាក៏ឬក៏មួយទៀតទឹកការឈូសវាសម្ពាធខ្លាំងហើយនៅក្នុងប្រអប់ហ្នឹងទៅទទួលបានខ្សែឆាចជ័រមួយសម្រាប់យើងសាកអញ្ចឹងវាត្រូវការវាទទួលបាននៅក្នុងប្រអប់ហ្នឹងស្រាប់យើងមិនចាំបាច់ទិញពីខាងក្រៅអីថែមទៀតពីណារបស់គ្រឿងអេឡិចត្រូនិកថ្មីឥឡូវมันមានទេនៅក្នុងប្រអប់ស្រាប់យើងទៅទិញអីបន្ថែមទៀតស្ថិតក្នុងគេហៅថាបរិស្ថានពិភពលោកអញ្ចឹងទៅកាត់បន្ថយការប្រើប្រាស់ឆ្នាំងសាកច្រើនព្រោះពេលខ្លះយើងមានឆ្នាំងសាកពីមុនមកហ្នឹងយើងយកឆ្នាំងសាកហ្នឹងយកទៅប្រើទៅអញ្ចឹងវាជួយបរិស្ថានបានមួយកម្រិតដែរព្រោះបើយើងទិញរបស់ថ្មីរហូតមានឆ្នាំងសាករហូតក៏វាយូរទៅច្រើនគួរសមដែរពីមួយទៅមួយអញ្ចឹងយើងហៅហែប៉ុណ្ណឹងសិនទៅយើងទទួលបានយើងទុករបស់ដែលយើង unboxing នឹងម្ដុំហ្នឹងទៅហើយយើងចាំមកមើលរៀបចំរបស់ដែលយើងកំពុងស្រឡាញ់យើងទទួលបានអ្នកការឆ្នាំងសាកកាសហើយនឹងខ្សែថែមសម្រាប់យើងផ្លាស់ប្ដូរតែបើយើងចង់បានការផ្លាស់ប្ដូរឲ្យផ្សេងទៀតយើងទិញថែមខ្សែនឹងបន្ថែមទៀតទៅចាប់ផ្ដើមបើកដំណើរការម៉ាស៊ីនអញ្ចឹងវាបើកមកដំណើរការដំបូងវាលោតចេញ Huawei វាលោត Harmony OS អញ្ចឹងទៅហើយវាដំណើរការក្នុងកម្មវិធី Harmony OS អញ្ចឹងយើងបើកមកយើងអានឃើញ load QR មកដែលយើងត្រូវជាធម្មតារបស់Huawei គាត់មានកម្មវិធីផ្ទាល់ខ្លួនរបស់គាត់ហ្នឹងទៅអញ្ចឹងយើងត្រូវបើកមកហើយ scan QR ដើម្បី download កម្មវិធីហ្នឹងហើយយើងភ្ជាប់ដើម្បីនៃការមានដំណើរការហើយយើងក៏អាចតាមដានមើលនៅក្នុងទូរស័ព្ទក៏បានឬក៏បញ្ជាមុខងារ function មួយចំនួននៅក្នុងទូរស័ព្ទបានដូចគ្នាអញ្ចឹងខ្លះការ set up មួយចំនួនយើងក៏ទៅ set up ក្នុងទូរស័ព្ទហ្មងក៏បានដែរវាងាយស្រួលមួយយ៉ាងព្រោះពេលខ្លះយើងពាក់នៅដៃយើងអាចមើលមុខងារបញ្ជាពីក្នុងទូរស័ព្ទទៅក៏ធ្វើឲ្យនៃការនឹងផ្លាស់ប្ដូរពីអីដែលយើងចង់បានពីក្នុងទូរស័ព្ទទៅដូចគ្នាដែរចាឥឡូវយើងចាំគេ install កម្មវិធីចប់ចាំមកយើង set up តទៀតតែត្រឡប់មកវិញយើងឃើញថានៃការនេះយើងប្រចាំថ្ងៃវាល្បីរឿងតាមដានសុខភាពហ្នឹងអញ្ចឹងយើងសាកប្រើរបស់នេះសិនយើង download កម្មវិធីបានហើយអញ្ចឹងយើងចាប់ផ្ដើម set up ដំបូងឡើយយើងរើសប្រទេសហើយយើងចុច next តទៀតទៅចុចនៅក្នុងនោះមានតែចុច next តាមអីដែលយើងចុចឲ្យវា load មួយទៅមួយពីមួយទៅមួយអញ្ចឹងតាមអីដែលការណែនាំទៅវាទីមួយបញ្ចូលលេខទូរស័ព្ទឬក៏យើងប្រើប្រាស់តាម mail យើងបញ្ចូល mail ក៏បានដែរពីរហ្នឹងវាបានដូចគ្នាឬក៏បញ្ចូលម្ដងទាំងពីរហ្នឹងក៏បានដែរនៅក្នុងនេះឃើញមានអញ្ចឹងចុចឃើញថា link មកតហើយវាចុចបើក
ដោយសារមិញវាមើលទៅចាប់ផ្ដើមវាតម្លើងទៅរៀងអត់ដើរអញ្ចឹងខ្ញុំគិតថាវាខុសបច្ចេកទេសអញ្ចឹងជាមួយខ្ញុំចុចសារថ្មីវិញបាទដូចបើក QR ហើយចាប់ផ្ដើម scan ហើយនឹង set up សារថ្មីដើរមួយព្រោះមានអារម្មណ៍ថាវាខុសបច្ចេកទេស